បងប្អូនដែលគិតថាឬក៏ចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីដែលខ្លួននិយាយរាល់ថ្ងៃចា៎ជាពិសេសបងប្អូនយើងគាត់តែងតែនិយាយថាអូជីវិតនេះពិបាកលុយរកពិបាកលុយបានមកហើយមិនសល់ចា៎ហើយជីវិតហ្នឹងក៏ជួបតែរឿងហ្នឹងដដែលបងប្អូនទាំងអស់គ្នាចំណុចមួយដ៏សំខាន់ណារាល់ការគិតរបស់យើងរាល់ភាសាការនិយាយរបស់យើងគឺវាមានអត្តពលណាស់សម្រាប់ជីវិតរបស់យើងបងប្អូនណាខ្លះជឿបែបហ្នឹងចា៎សម្រាប់ខ្ញុំគឺជឿមែនចា៎អ្វីដែលយើងនិយាយចេញទៅគឺស្មើនឹងកម្លាំងស្រូបទាញស្មើនឹងយើងប្រូក្រាមស្មើនឹងយើងហៅរោគចា៎អញ្ចឹងសម្រាប់ភាសាទាំងអស់នេះទោះតែបងប្អូនមិនបានរៀនច្បាប់ស្រូបទាញក៏ដោយឲ្យតែបងប្អូនឧស្សាហ៍ប្រើចា៎បងប្អូនទៅឆែកមើលខ្លួនឯងឧស្សាហ៍ប្រើហើយជីវិតក៏ជួបបែបហ្នឹងរឿយចា៎ហើយមានពាក្យជាច្រើនទៀតតែបងប្អូនតែងតែនិយាយមករឿយនិយាយមកជាប្រចាំចា៎ហើយជីវិតក៏ជួបតែរឿងអញ្ចឹងទៀតអញ្ចឹងបើសិនជាថ្ងៃនេះខ្ញុំចង់ចែករំលែកថាភាសាការនិយាយរបស់បងប្អូនវាជាការកំណត់ត្រានៃជីវិតរបស់បងប្អូនចា៎បងប្អូនជឿឬមិនជឿបងប្អូនអាចយកទៅអនុវត្តបានបងប្អូនអាចយកទៅឆែកមើលខ្លួនឯងបានបើសិនជាបងប្អូនមិនជឿទេបងប្អូនអាចសាកមើលបានណាចា៎បងប្អូនអាចទៅផ្លាស់ប្ដូរចា៎ផ្លាស់ប្ដូរភាសាការនិយាយរបស់បងប្អូនឧទាហរណ៍ថាបងប្អូនធ្លាប់និយាយថាលុយរកពិបាកលុយរកមកបានមកអត់សល់បានមកកូនឈឺបានមកអស់អញ្ចឹងណាបងប្អូនទៅផ្លាស់ប្ដូរភាសានឹងចេញឈប់និយាយបែបហ្នឹងយើងនិយាយថាលុយរកមកសល់លុយរកមកនៅចា៎លុយរកបានងាយសប្បាយបងប្អូនទៅនិយាយពាក្យនឹងដដែលដូចនៅអ្វីដែលបងប្អូនធ្លាប់និយាយពីមុនមកនិយាយឲ្យវាសាំដូចគ្នាអញ្ចឹងណាបងប្អូនគេថាយើងផ្ទុយទៅវិញចា៎ត្រឹមតែ21ថ្ងៃទេចា៎ឬក៏ដល់90ថ្ងៃបងប្អូននឹងឃើញការផ្លាស់ប្ដូរជីវិតរបស់បងប្អូនចា៎អញ្ចឹងកុំតន់ជឿអីបងប្អូនយកទៅសាកមើលសិនអញ្ចឹងភាសាការនិយាយនេះវាមិនស្រួលបដូរឬក៏វាមិនស្រួលផ្លាស់ប្ដូរដូចនៅអ្វីដែលខ្ញុំមកចែករំលែកទេប៉ុន្តែបើសិនជាបងប្អូនចង់ច្បាស់ចា៎ចង់ច្បាស់គឺតាំងចិត្តចា៎ជំនះចំណុចកន្លែងហ្នឹងខ្លួនឯងហ្នឹងចាជំនះខ្លួនឯងនៅចំណុចកន្លែងឲ្យបានចា21ថ្ងៃនិង90ថ្ងៃបងប្អូននឹងចាប់ដើមឃើញថាជីវភាពចាឬក៏ការរស់នៅរបស់បងប្អូនមានការផ្លាស់ប្ដូរកើនឡើងហើយមួយទៀតបងប្អូនចាតកតងជាមួយនឹងភាសាការនិយាយនេះមិនមែនខ្ញុំចេះតែនិយាយទេចាប៉ុន្តែយើងក៏មានសភៅចាមាននិយាយទៅសភៅជាច្រើនហើយក៏មានគ្រូជាច្រើនដែលគាត់ចែករំលែកដែរហើយអានេះសភៅនេះគឺជាសភៅច្បាប់របស់កញ្ចក់បានន័យថារាល់ភាសាការនិយាយរបស់យើងចាគឺយើងឆ្លុះបញ្ចាំងខ្លួនឯងចាបងប្អូនដើរទៅមុខកញ្ចក់បងប្អូនឆ្លុះឃើញខ្លួនឯងមែនអត់ចាអញ្ចឹងខ្ញុំកំពុងតែធ្វើវីដេអូនេះខ្ញុំក៏ឆ្លុះឃើញខ្លួនឯងដូចគ្នាចាអញ្ចឹងនៅពេលដែលយើងនិយាយអីចេញទៅអ្វីដែលយើងនិយាយចេញទៅគឺមានអត្តពលចាមានកម្លាំងមានធម៌ពលត្រឡប់មកជីវិតរបស់យើងវិញចានៅពេលវេលាមួយដែលស័ក្តិសមវានឹងបកត្រឡប់មកជីវិតរបស់យើងវិញអញ្ចឹងហើយទើបយើងនិយាយដែលមិនរឿងដែលមិនល្អណាចាហើយជីវិតយើងក៏តែងតែជួបរឿងខ្លះយើងនិយាយទៅឡងមកវិញភ្លាមរឿងខ្លះយើងនិយាយទៅវាអាចជាមួយខែ2ខែកន្លះឆ្នាំមួយឆ្នាំ2ឆ្នាំអីទើបវាឡងមកវិញចាអញ្ចឹងរាល់ការនិយាយរបស់យើងគឺជាច្បាប់នៃកញ្ចក់រាល់ការគិតការនិយាយរបស់យើងគឺជាច្បាប់នៃកញ្ចក់បងប្អូនគ្រប់បែបយ៉ាងការគិតរបស់យើងគ្រប់យ៉ាងដែលការនិយាយរបស់យើងគឺជាច្បាប់នៃកញ្ចក់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចផ្លាស់ប្ដូរចាអាចអនុវត្តចានៅអ្វីដែលថ្មីឬក៏គេហៅថាសាក់លបងណាចាសាក់លបងយកទៅធ្វើសិនកុំទាន់ជឿចាព្រោះថាសម្រាប់នាងខ្ញុំគឺខ្ញុំបានរៀនបានយល់ច្បាស់ហើយក៏ខ្ញុំអនុវត្តដែរគ្រប់យ៉ាងដែលខ្ញុំគិតថាគឺវាឡងមកវិញគ្រប់យ៉ាងដែលខ្ញុំនិយាយគឺវាឡងមកវិញអញ្ចឹងនៅពេលដែលយើងដឹងកន្លែងនេះច្បាស់យើងអត់ហ៊ានគិតនៅអ្វីដែលមិនល្អទេមិនមែនថាមនុស្សយើងមិនគិតទេប៉ុន្តែនៅពេលដែលយើងចាប់សតិខ្លួនឯងដឹងថាអូខ្ញុំកំពុងតែគិតរឿងមិនល្អយើងទាញខ្លួនឯងមកវិញយ៉ាងលឿនទៅពេលខ្លះក៏យើងមិនចាប់ខ្លួនឯងមិនទាន់បានដូចគ្នាចាព្រោះថាយើងក៏មិនមែនជាព្រះសម្មាសម្ពុទ្ធដែរចាអញ្ចឹងនៅជាមនុស្សលោកទេអញ្ចឹងរឿងណាដែលយើងត្រូវចាប់បានយើងត្រូវតែឆាប់ទាញខ្លួនឯងមកវិញកុំឲ្យខ្លួនយើងនៅធ្លាក់ទៅក្នុងអន្លង់មួយហ្នឹង